អង្គការការជាតិនិងអន្តរជាតិច្រើនទៀតដើម្បីទៅជួយយកលទ្ធផលហ្នឹងគឺផោះតាងនឹងអាចមានអាហ្នឹងចំណុចទី1ចំណុចទី2អង្គការសង្គមស៊ីវិលសកម្មជននិងគណៈបកក្រៅរដ្ឋាភិបាលត្រូវធ្វើកិច្ចការបន្តទៀតឲ្យថែមលើស10ដងនៅក្នុងរយៈពេលបច្ចុប្បន្នដើម្បីឲ្យប្រជាជនម្នាក់คล้ายទៅជាសកម្មហើយคล้ายទៅជាកោជបនៅថ្ងៃបោះឆ្នោត2017នោះនឹងអាចមានសង្ឃឹមប៉ុន្តែប្រសិនបើគណៈបកប្រឆាំងមិនរូតបង្កើតគេហៅប្រព័ន្ធទិន្នន័យ database សម្រាប់ track អលទ្ធផលពីការិយាល័យនីមួយៗពីមណ្ឌលនីមួយៗឲ្យបានហើយផុសចូលទៅក្នុងប្រព័ន្ធទិន្នន័យក្នុងរយៈពេល15នាទីក្រោយពីរាប់ស្លឹកឆ្នោតដល់ម៉ោង4ថ្ងៃទី28 2017ឬក៏2018ទេអត់មានភ័ស្តុតាងដើម្បីបញ្ជាក់គេទេដូចជាយើងទៅទិញអីគេអញ្ចឹងយើងអត់យក receipt មកហើយយើងប្រាប់ថាអាហ្នឹង100 200សុំអីតែប្រពន្ធខ្លួនឯងក៏អត់ជឿដែរសូមអរគុណបាទសូមបងប្អូនមេត្តាអរគុណដល់បណ្ឌិតកែមលីពីព្រោះពេលវេលាហ្នឹងវាកាន់តែខ្លីទៅហើយដូច្នេះខ្ញុំបញ្ចប់សំណួរនៅរាត្រីនេះតែប៉ុណ្ណឹងហើយបើបងប្អូនចង់មានសំណួរអ្វីទៀតអាចសួរផ្ទាល់នៅថ្ងៃអាទិត្យចាប់ពីម៉ោង2នៅវត្តពុទ្ធរាំងសីម៉ែល4ឥឡូវខ្ញុំសូមអរគុណបណ្ឌិតកែមលីហើយសូមបងប្អូនទាំងអស់គ្នាមេត្តាផ្ទះដៃអបអរសូមអរគុណច្រើនសូម